ឆេមន្ទីរពេទ្យនៅបាងកកបង្កការផ្អើលឆាឡោនិងជំនះអ្នកជំងឺយ៉ាងតក់ក្រហល់កាលពីរាត្រីថ្ងៃអង្គារទី11ខែមីនាឆ្នាំ2025គ្រូអគ្គិភ័យដ៏រន្ធត់បានឆាបឆេមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកកនៃប្រទេសថៃដែលបណ្ដាលឲ្យមានការជំនះអ្នកជំងឺនិងបង្កភាពភ័យឆាឡោខណៈមកទល់ពេលនេះមិនទាន់មានសកម្មភាពរាយការណ៍អំពីមនុស្សស្លាប់នោះទេដានសេចក្តីរាយការណ៍របស់បង្កកប៉ុស្តិ៍អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះនាវេលាម៉ោង 7:20 នាទីយប់ចេញពីជាន់ទី2នៃមន្ទីរពេទ្យភ្លាមរដ្ឋបាលក្រុងក៏បានបញ្ជូនក្រុមពន្លត់អគ្គិភ័យដើម្បីទប់ទល់នឹងអន្តារភ្លើងខណៈគ្រូពេទ្យនិងបុគ្គលិកមន្ទីរពេទ្យប្រញាប់ប្រញាល់ជម្លៀសអ្នកជំងឺនិងមនុស្សម្នាយ៉ាងតក់ក្រហល់ជាទីបំផុតទោះបីជាយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងអំពីមូលហេតុបង្កឲ្យមានអគ្គិភ័យនៅឡើយទេប៉ុន្តែមន្ត្រីជំនាញបានបើកការស៊ើបអង្កេតរួចហើយលើករណីនេះសូមបញ្ជាក់ថាមន្ទីរពេទ្យនេះស្ថិតនៅលើផ្លូវរ៉ាម៉ាទី6ក្នុងសង្កាត់ថុងបាយ៉ាតៃខណ្ឌរ៉សាកាវីវាមានកម្ពស់9ជាន់ដោយជាន់ទី1ដល់ជាន់ទី4គឺជាផ្នែកបេះកាត់នឹងមន្ទីរពិសោធន៍ចំណែកចាប់ពីជាន់ទី5ដល់ជាន់ទី9គឺសម្រាប់អ្នកជំងឺសម្រាប់ព្យាបាល